ជីវប្រវត្តិសង្ខេបរបស់ឧបាសកឈឹមមនីឧបាសកឈឹមមនីកាលថ្ងៃទី27ខែកុម្ភៈឆ្នាំ1954នៅភូមិប្រែភូមិស្រុករវៀងខេត្តព្រះវិហារទីលំនៅបច្ចុប្បន្នភូមិថ្មីភូមិម៉ាឡៃស្រុកម៉ាឡៃខេត្តព្រះវិហារលោកមានបងប្អូនចំនួន10នាក់ប្រុស7នាក់ស្រី3នាក់ពលទី1ឈ្មោះព្រំជាភេទស្រីស្លាប់ទី2ឈ្មោះព្រំខាងភេទប្រុសស្លាប់ទី3ឈ្មោះព្រំជាភេទស្រីនៅរស់ទី4ឈ្មោះព្រំខំភេទប្រុសស្លាប់ទី5គឺរូបលោកឈឹមមនីគាត់ទី6ឈ្មោះព្រំលឿនភេទប្រុសស្លាប់ទី7ឈ្មោះព្រំខេងភេទស្រីនៅរស់ទី8ឈ្មោះព្រំពីភេទប្រុសនៅរស់ទី9ឈ្មោះព្រំតាវីភេទប្រុសនៅរស់ទី10ឈ្មោះព្រំតមភេទប្រុសនៅរស់លោកឈឹមមនីគឺជាកូនទី3នៅក្នុងប្រព័ន្ធគ្រួសារនេះលោកឪពុកឈ្មោះព្រំឈឹមជាម្ដាយឈ្មោះទេនផលបច្ចុប្បន្នលោកទាំងពីរបានមានការលោកទៅហើយនៅក្នុងវ័យកុមារភាពកុមារាឈឹមមនីក្នុងវ័យ10ឆ្នាំលោកមានទំនោរចូលចង់រៀននៅវត្តលោកឪពុកអ្នកម្ដាយបានឯកភាពបំពេញបំណងក្នុងឆ្នាំ1964ជីដូនរបស់លោកបានមកលោកទៅស្នាក់រៀនសូត្រក្នុងសំណាក់ព្រះគ្រូជង្គីព្រះគ្រូអនុគុណវត្តពវៀនក្នុងដំណើរជីវិតជាក្មេងវត្តលោកមានចរិតស្លូតបោសុភាភាសាភាសាជាជាងខិតខំរៀនសូត្រអក្សរសាស្ត្រនិងធម៌វិន័យរហូតដល់ឆ្នាំ1967លោកបានបំពេញទោសជាសាមណេរនៅឆ្នាំ1968ដល់ឆ្នាំ1970សាមណេរឈឹមមនីបានបន្តរៀនសូត្រនៅសាលាពុទ្ធកធម្មសិក្សាថ្នាក់ទី1ដល់ថ្នាក់ទី3នៃសាលាពុទ្ធកធម្មសិក្សាវត្តរវៀងនៅឆ្នាំ1967ដល់ឆ្នាំ1969បានជាធម៌វិន័យនិងប្រព័ន្ធយុទ្ធនាប័ត្រមធ្យមយុទ្ធនាប័ត្រធំនៃទាំង3ថ្នាក់គឺថ្នាក់ស្រីថ្នាក់តូចថ្នាក់ឯកលទ្ធផលប្រឡងទទួលបានចំណាត់ថ្នាក់ទី2ក្រោយរដ្ឋប្រហារថ្ងៃទី18មីនាឆ្នាំ1970ប្រទេសជាតិត្រូវធ្លាក់ចូលក្នុងភាពពិតពោក្នុងភ្លើងលោកភ្លើងសង្គ្រាមលោកបានសុំការអនុញ្ញាតពីលោកឪពុកអ្នកម្ដាយលាចាកទៅខាងវត្តជាបុព្វជិតនៅថ្ងៃទី1ខែមករាឆ្នាំ1971លោកបានចូលរួមក្នុងចលនាកងទ័ពតស៊ូរបស់ជាតិយោធាស្រុករវៀងនៃខេត្តព្រះវិហារលោកបានទទួលការវឹកហាត់ក្បួនយុទ្ធសាស្ត្រយោធាបានបញ្ចប់រយៈពេល2ខែថ្នាក់លើបានបញ្ជូនមកនៅក្នុងក្របខ័ណ្ឌយោធាលឈើក្នុងអង្គភាពយោ39សហការជាមួយកងទ័ពសម្រាប់ភូមិភាគ304ដល់ឆ្នាំ1972ឆ្នាំលើបានបញ្ជូនលោកឲ្យមករៀនជំនាញបច្ចេកទេសផ្នែកប្រជុំការរហូតដល់ឆ្នាំ1974ក្រោយថ្ងៃរំដោះ17មេសាឆ្នាំ1975ណាលើបានបញ្ជូនក្រុមលោកមកបំពេញការងារនៅទីក្រុងភ្នំពេញជាបុគ្គលិកបម្រើការក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យណែបណ្ដាលតំណែងតំណងការទូតណែបណ្ដាលតំណែងតំណងការងារស្ថានទូតមកក្រសួងការបរទេសក្នុងឆ្នាំ1976ណាតំណងបានផ្លាស់ប្ដូរការងារជាបុគ្គលិកទទួលភ្ញៀវការបរទេសមានតួនាទីជាអនុប្រធានមន្ត្រីអំពីជីវិតគូស្រករក្នុងឆ្នាំ1978លោកឈឹមមនីបានរៀបការជាមួយយុវតីម្នាក់ឈ្មោះធីធីណេតជាភរិយាស្ថិតនៅក្នុងជីវិតគូស្រករដែលសំពុំឡើងដោយអង្គការតាមការស្ម័គ្រចិត្តរបស់អ្នកទាំងពីរចាប់តាំងពីចាប់ដៃគ្នារៀបការជាប្តីប្រពន្ធលោកឈឹមមនីនិងអ្នកស្រីធីធីណេតបង្កើតបានកូនប្រុសស្រីចំនួន4នាក់គឺកូនទី1ឈ្មោះឈឹមបណ្ដាលភេទប្រុសកូនទី2ឈ្មោះឈឹមបណ្ដាលភេទប្រុសកូនទី3ឈ្មោះឈឹមមីនីភេទស្រីនិងកូនទី4ឈ្មោះឈឹមបណ្ដាលភេទប្រុសនៅថ្ងៃទី13ខែមេសាឆ្នាំ1998វេលាម៉ោង 2:30 នាទីរសៀលព
ឧត្តមហេតុយារបស់លោកត្រូវបានមានការដូរទីទៅក្នុងជំនាញយុគ55ឆ្នាំដោយរោគជាតិបានបន្តទុកនៅកូនប្រុសស្រីតូចៗចំនួន4នាក់នៅជាមួយលោកព្រឹត្តិការណ៍ក្នុងដំណើរនៃជីវិតគ្រួសារមួយទូទៅទៅដល់ភាពសោកសន្តិគួរឲ្យអាណិតជាពលរដ្ឋក្រោយពីឧត្តមហេតុយាបានមានការដូរទៅលោកត្រូវបានទទួលបន្ទុកជាឪពុកផងជាម្ដាយផងជាមេចាស់ផងម្យ៉ាងលោកគឺជាមន្ត្រីរាជការមានឋានៈជាអភិបាលព្រឹកពិតជាមានការលំបាកខ្លាំងណាស់តែលោកមិនដែលអូនឯប្រាប់យ៉ាងណាឡើយនៅថ្ងៃទី5ខែកក្កដាឆ្នាំ1988លោកបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនារីម្នាក់ទៀតឈ្មោះលោកគឺលោកស្រីពុំព្រៃពៅបើមានការចូលរួមទទួលទៅនឹងចំពោះមុខនៃបាទាំងសងខាងបងប្អូនសាច់ញាតិនិងមិត្តភក្តិជិតស្និទ្ធចាប់តាំងពីបានចាប់ដៃគ្នាជាប្រពន្ធទូប្រកបពីបង្កើតបានកូនប្រុសចំនួន3នាក់គឺកូនទី1ឈ្មោះឈឹមដុល្លារភេទប្រុសកូនទី2ឈ្មោះឈឹមបុរីភេទប្រុសកូនទី3ឈ្មោះឆ្នៃមុននីរ៉ាភេទប្រុសក្នុងឋានៈជាឪពុកការចិញ្ចឹម3បាច់ថែរក្សាកូនចៅលោកតែងតែអប់រំទូលានកូនចៅឲ្យដើរទៅតាមផ្លូវល្អជានិច្ចលោកបានរៀបចំទុកដាក់កូនចៅឲ្យមានការងារនិងគូប្រកបគ្រប់គ្នាខ្លះឲ្យចូលបម្រើការងារជាមន្ត្រីរាជការនគរបាលជាតិអំពីប្រវត្តិការងារលោកឈឹមមុននេះបានចូលបម្រើការងាររដ្ឋនៅថ្ងៃទី1ខែមករាឆ្នាំ1971ពីឆ្នាំ1971ដល់ឆ្នាំ1975លោកទទួលតួនាទីជាប្រធានក្រុមពីឆ្នាំ1975ដល់ឆ្នាំ1979លោកទទួលតួនាទីជាអនុប្រធានមន្ត្រីផ្នែកទទួលភ្ញៀវនៃក្រសួងការប្រទេសសម័យកម្ពុជាប្រជាធិបតេយ្យពីខែមករាដល់ខែមីនាឆ្នាំ1979លោកជាប្រធានអនុស្សាវរីយ៍នៃប្រព័ន្ធជាតិកម្ពុជាប្រជាធិបតេយ្យពីខែមេសាឆ្នាំ1979ដល់ខែឧសភាឆ្នាំ1979លោកមានតួនាទីជាប្រធានកងអនុស្សាវរីយ៍ធំលេខ13នៃកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យពីខែឧសភាឆ្នាំ1979ដល់ឆ្នាំ1982លោកមានតួនាទីជាប្រធានគណៈសេនាធិការឯករាជ្យលេខ109នៃកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1982ដល់ខែទូឆ្នាំ1983លោកជានាយកវិជាការយោធានៃកងរក្សាធំលេខ107ចំណុះកងពលលេខ450នៃកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដល់ឆ្នាំ1986លោកមានតួនាទីជាអនុប្រធានកងពលលេខ450នៃកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យទទួលបន្ទុកផ្នែកនយោបាយដល់ឆ្នាំ1987បន្ទាប់ពីអគ្គវិជាការកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យបានកែសម្រួលរចនាសម្ព័ន្ធដឹកនាំជាលេខវិជាការដឹកនាំរួមរបស់កងពលលេខ450គណៈពេលដែលលោកសុភាពត្រូវទទួលភារកិច្ចថ្មីជាអនុប្រធានគណៈសមរភូមិស៊ីសពខាងជើងនិងខាងត្បូងផ្លូវជាតិ5រូបលោកត្រូវបានថ្នាក់ដឹកនាំប្រកបភារកិច្ចជាប្រធានកងពលលេខ450ចំនួនលោកសុភាពនៅក្នុងខែតុលាឆ្នាំ1998ជាអនុផលលោកទទួលគ្រោះថ្នាក់ដោយសារប្រព័ន្ធតែធ្វើឲ្យលោកពីការជើងខាងស្ដាំណាស់លើឃើញពីការលំបាកក្នុងការដឹកនាំបញ្ជាកម្លាំងនៅសមរភូមិមុខខាងលើប្រកាសទទួលភារកិច្ចឲ្យបន្តដឹកនាំកងពលដដែលតែមានភារកិច្ចទទួលបន្ទុកផ្នែកសមរភូមិក្រោមនៅចន្លោះឆ្នាំ1990ដល់ឆ្នាំ1996ឆ្នាំលើបានចាត់តាំងធ្វើជាប្រធានតំបន់100ទីម្លាយបន្តដឹកនាំរួមជាប្រធានគណៈសមរភូមិក្រៅជាបន្តចាប់ពីខែឧសភាឆ្នាំ1996លោកបានដឹកនាំគណៈលោកបានដឹកនាំចលនាកម្លាំងតស៊ូប្រជុំជារបបកម្ពុជាប្រជាធិបតេយ្យឲ្យអនុវត្តគោលនយោបាយស្ទើររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជារហូតដល់បានបញ្ចប់ដោយជោគជ័យដល់ស្រុងនៅថ្ងៃទី15ខែសីហាឆ្នាំ1996
ក្នុងតំបន់ម៉ាឡៃបៃលិននិងក្រណាសេជាណាការធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលតាមស្មារតីគោលនយោបាយជាក់លាក់ក្នុងកំឡុងខែកុម្ភៈឆ្នាំ1997ការរៀបចំរដ្ឋបាលមូលដ្ឋានបានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យជាមួយកម្លាំងអតីតមូលដ្ឋានតំបន់ម៉ាឡៃបានបង្កើតលើភូមិចំនួន6និងភូមិចំនួន30ក្នុងឆ្នាំ1997ស្រុកម៉ាឡៃត្រូវបានបង្កើតឡើងតាមអនុក្រឹត្យក្នុងឆ្នាំ1997ស្រុកម៉ាឡៃត្រូវបានប្រកាសជាធ្វើការលោកក៏បានទៅតាំងជាអភិបាលស្រុកម៉ាឡៃរហូតដល់ឆ្នាំ2004ពីខែឧសភាឆ្នាំ2004ដល់ខែឧសភាឆ្នាំ2008លោកត្រូវបានផ្លាស់ប្ដូរភារកិច្ចជាអភិបាលស្រុកពពួកពីខែឧសភាឆ្នាំ2008ដល់ឆ្នាំ2013លោកទទួលតំណែងជាប្រធានក្រុមអភិការកិច្ចនៃរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យជារដ្ឋប្រធានទីកាត់ការអន្តរវិស័យជាលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2013លោកត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យចូលនិវត្តន៍ពីខែមិថុនាឆ្នាំ1900ឆ្នាំ2014ដល់ឆ្នាំ2019លោកជាសមាជិកក្រុមប្រឹក្សាស្រុកម៉ាឡៃអាណត្តិទី2ខែកញ្ញាឆ្នាំ2019ដល់ឆ្នាំ2024លោកជាប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃអាណត្តិទី3ដោយពីការផ្លាស់ប្ដូរនិងទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុកម៉ាឡៃតាមប្រកាសលេខ8998កកថ្ងៃទី10ខែកញ្ញាឆ្នាំ2019ពីខែមិថុនាឆ្នាំ2024លោកជាប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃអាណត្តិទី4តាមរយៈអនុក្រឹត្យលេខ479អនុក្រស្រុកថ្ងៃទី6ខែមិថុនាឆ្នាំ2024អំពីគ្រឿងឥស្សរិយយុទ្ធអាស្រ័យដល់ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវមានស្នាដៃជាបន្តនៅគ្រប់ដំណាក់កាលរាជរដ្ឋាភិបាលបានផ្ដល់នូវគ្រឿងឥស្សរិយយុទ្ធជារួមមានមេដាយសម្រាប់ការងារមួយគ្រឿងមេដាយប្រាក់ការងារមួយគ្រឿងមេដាយមាសការងារមួយគ្រឿងមេដាយស្ថាបនាជាតិថ្នាក់សេនាមួយគ្រឿងមេដាយថ្នាក់អិសរ៉ាអសរមួយគ្រឿងមេដាយស្ថាបនាជាតិមនីសារមមួយគ្រឿងមេដាយថ្នាក់មហាសេនាមួយគ្រឿងនិងមេដាយថ្នាក់មហាប្រិយវត្តមួយគ្រឿងអំពីជីវិតចុងក្រោយនៅក្នុងឆ្នាំ2025នេះលោកមានជំងឺឈាមទូក្រុមគ្រួសារក្នុងការយកចិត្តទុកដាក់មើលថែទាំព្យាបាលគ្រប់មធ្យោបាយយ៉ាងណាក៏ដោយក៏មិនអាចឈ្នះបានលើកម្លាំងច្បាប់ធម្មជាតិគឺរូបកាយអនិច្ចំទុក្ខអនត្តារូបកាយជាសង្ខារមិនទៀងមិនមែនជារបស់នៃខ្លួនព្រោះថាសង្ខារធម៌ទាំងឡាយមិនទៀងក៏ដោយមានកិរិយាកើតនិងវិនិច្ឆ័យទៅវិញជាធម្មតាលោកប្រាតែរលត់នៅសង្ខារទើបមានឈ្មោះថាបានដល់នៅសេចក្តីសុខគ្រប់យ៉ាងនៅថ្ងៃប្រហោះ3កើតខែអាសត់ឆ្នាំអាសាញ់សតស័កពុទ្ធសករាជ2569ដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង1:07នាទីរសៀលលោកត្រូវបានមជ្ឈរិកកំណើតអត្តដីប្រណីមេតាប្រហាររបស់លោកយកនៅអនុសង្ខារឧបាសកឈឹមនីមួយរំពេចលោកត្រូវបានបាត់បង់ជីវិតភ្លាមក្នុងជំនាយុ71ឆ្នាំដោយរោគជាតិយើងទាំងអស់គ្នាមានការសោកស្ដាយពីពុទ្ធទេការស្លាប់របស់លោកឈឹមនីគឺជាការបាត់បង់ធនធានទឹកនោមម្នាក់ដ៏សំខាន់អរគុណជាទូនប្រពុតទូវាហើយឧត្តមភរិយាសមាជិកប្រិយទុំវាហើយវាជារៀងរហូតជាថ្ងៃវិលឡប់ហើយសូមគុំជាទូនប្រពន្ធដំណួនរស់នៅឲ្យបានសុខជាប្រកបភ័យថ្ងៃនេះតទៅមុខជួបតាសេចក្តីសុខជារៀងរហូតវាហើយវាទៀត
đi ở nước bò bồn theo cọp thầy dù cô và cọp thầy dù chặt mình thầy số tiền hỏi chặt kinh tế đi từ lúc lấy ban ở lúc là vô biến cho không trả thiệt hại lúc ban như từ đó nghĩa hại chia đó một chia ngày bên này ăn sam lấy video vật thà yêu tất cả là thành bàn sống buông xuôi vào quan chế và đá chân sai vào tổ vào sống ao như là khăn đục của bà sọt trong bình ao bàจะตากนติทานต่อประสาทพบผู้ชมใบอาคารเลยวารณาช่วยอันสองคนชาติธรรมเกียรตินึ่งอันเป็นเกียรติติดตั้งโบเยตนาอาตุสุเกตาหุตคุณตุเยตโบเยตโยเรียนยังจะออกมีส่งมาที่คนจุดเราเยตนาส่งเอาเยตนาบางเราเลือกสิ่งใดสมทุกประการเทปะวะโนยยุส่งออกปุเทวดาช่วยจัดงานกำนันจัดปาปุเยตระบบเยตยังพอช่วยพวกเราตรงตุสานิสอบช่วยประการนาเป็นบาส่งไว้อมรคุณส่งไว้อมรกจุนออกคุณจึงส่งประเคนโปหนึ่งกลุ่มชื่อโปเราประกาศมาจะจับจุกกระองอายุบองโลกสิ่งเดียวยึดเลือดงานถึงออกและบางนิมนต์เรื่องอันเชิญชวนรวมเครื่องพิธีเชิญหน้าเจ็ดฟังในตะปุกเพราะว่าเรื่องเดียวชมจะต้องการปฐมบุญประการคืออายุวันนักสุขะเลยต้องไปเกี่ยวกับชม